សូមក្រាបថ្វាយបង្គំព្រះថេរានុត្រៈគ្រប់ព្រះអង្គនិងសូមជម្រាបសួរប្រិយមិត្តដែលកំពុងតាមដានការ live ផ្ទាល់របស់ខ្ញុំនៅថ្ងៃនេះថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែលវិលមកជួបបងប្អូនជនរួមជាតិនិងប្រិយមិត្តសាជាថ្មីតាមពិតយើងខានយូរដែរឥឡូវនេះผ่านប្រហែលជា3ថ្ងៃដោយសារខ្ញុំមានរវល់អញ្ចឹងយើងមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំសូមនាំយកនៅប្រធានបទផ្លែកមួយទេខ្ញុំនិយាយពីកម្ពុជាហ្នឹងតិចទេហើយខ្ញុំលើកយកនៅនយោបាយក្រៅប្រទេសខ្លះហើយយើងយកមកឆ្លុះបញ្ចាំងអំពីកម្ពុជាយើងថាតើវាយើងគួរធ្វើយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងយកចិត្តទុកដាក់នៅក្នុងរឿងនយោបាយហើយមានការប្រយ័ត្នប្រយែងទាំងអស់គ្នារឿងអនាគតជាតិទាំងអស់ណាចឹងថ្ងៃនេះខ្ញុំនិយាយអំពីការឆ្លុះបញ្ចាំងនៅការបោះឆ្នោតនៅប្រទេសប៉េរូណាជាមួយនឹងយកមកប្រៀបធៀបស្ថានភាពនៅកម្ពុជាថាតើវាអាចយកអ្វីជាបទពិសោធន៍នៅទីនោះទាំងការបោះឆ្នោតទាំងការជ្រើសរើសប្រធានាធិបតីឬក៏មេដឹកនាំនៃប្រទេសប៉េរូហើយយកមកឆ្លុះបញ្ចាំងជាមួយនឹងអនាគតនៃប្រទេសកម្ពុជាយើងថាតើយើងគួរធ្វើយ៉ាងម៉េចណាអញ្ចឹងជាការចាប់ផ្ដើមខ្ញុំសូមណែនាំឲ្យបងប្អូនជនរួមជាតិស្គាល់បន្តិចសិនព្រោះប្រទេសប៉េរូនេះប្រហែលជាបងប្អូនជនរួមជាតិខ្លះគាត់អត់បានស្គាល់មិនច្រើនទេណាប៉ុន្តែគាត់ខ្លះទេអញ្ចឹងពេលដែលខ្ញុំនិយាយអំពីប្រទេសប៉េរូទៅអាចបងប្អូនមួយចំនួនលោកប្លែកលោកអត់ស្គាល់ហើយដល់អញ្ចឹងទៅខ្ញុំសូមណែនាំបន្តិចសិនថាប្រទេសប៉េរូគឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាមេរិកឡាទីនណាសេរីគាត់នឹងជាមួយនឹងអេក្វាដ័រជាមួយនឹងប៉ារ៉ាហ្គាយអ៊ូរ៉ាហ្គាយឬក៏ចិត្តគ្នាហ្នឹងជាមួយនឹងនិយាយចំនៅក្នុងប្លុកមិចស៊ីកូប្លុកអីហ្នឹងសិតគេហៅពួកអាមេរិកឡាទីនណាហើយប្រទេសហ្នឹងគឺនិយាយភាសាអេស្ប៉ាញដូចគ្នាប្រទេសប៉េរូហ្នឹងណានិយាយចំនៅក្នុងប្លុកអាមេរិកឡាទីនហ្នឹងគឺភាគច្រើនគឺនិយាយភាសាអេស្ប៉ាញរហូតដល់97-98%សុំទោសណាបើខ្ញុំមិនច្បាស់អាចជួយកែបន្ថែមទៅហើយអញ្ចឹងកន្លងទៅថ្មីនេះកាលពីដើមខែមិថុនានេះយើងឃើញចុងខែមិថុនានេះគឺយើងឃើញមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសប៉េរូហើយអ្វីដែលខ្ញុំចង់លើកយកមកជម្រាបជូនបងប្អូនជនដោយសារតែប្រជាពលរដ្ឋប៉េរូគាត់បានជ្រើសរើសនៅប្រធានាធិបតីមួយដែលជាមិនមែនឈាមរបស់គាត់មិនមែនឈាមរបស់ប៉េរូជាជនរួមជាតិប៉ុន្តែវាមិនមែនរួមឈាមជនរួមជាតិរបស់គាត់មិនមែនជារួមឈាមហើយឈ្មោះគាត់គឺលោកស្រីគីកូហ្វីជូមេរីណាលោកស្រីគីកូហ្វូជីម៉ូរីនេះគឺជាកូនស្រីច្បងរបស់លោកអតីតប្រធានាធិបតីចាស់ប្រធានាធិបតីលោកអាល់បេតូហ្វូជីម៉ូរីហើយលោកអាល់បេតូហ្វូជីម៉ូរីនេះគាត់ក៏មិនមានឈាមអីជាជនជាតិប៉េរូពីដើមពី origin មកណាដែរគាត់គឺជាប៉ុន្តែមានន័យថាឪពុករបស់លោកស្រីហ្នឹងក៏កើតនៅទីក្រុងលីម៉ានៃប្រទេសប៉េរូហើយលោកស្រីក៏កើតនៅក្នុងទីក្រុងលីម៉ាប្រទេសប៉េរូនឹងដូចគ្នាដូច្នេះនៅក្នុងច្បាប់ប្រទេសប៉េរូគេអត់ហាមឃាត់ថាជាតិសាសន៍អីទេពូជសាសន៍អីទេណាគឺឲ្យតែកើតនៅហ្នឹងគឺជាអ្នកកាន់អត្តសញ្ញាណប័ណ្ណកាន់សម្បត្តិកំណើតជាជាតិសាសន៍ហ្នឹងអញ្ចឹងគេចាត់ទុកថាជាតិសាសន៍ហ្នឹងហើយអញ្ចឹងបានតិចទៀតចាំខ្ញុំយកមកឆ្លុះបញ្ចាំងរឿងនៅស្រុកខ្មែរយើងណាអញ្ចឹងអ្វីដែលខ្ញុំចង់និយាយគឺត្រង់ថាដែលលោកស្រីគីកូហ្វីជូមេរីគាត់មិនមែនជាឈាមពីដូនតាពីកំណើតមកជា origin ណាជាជនជាតិប៉េរូហើយឪពុករបស់គាត់
កើតនៅទីក្រុងលីម៉ាដែរណាឪពុករបស់គាត់លោក Fujimori ហ្នឹង Alberto Fujimori ហ្នឹងគាត់កើតនៅហ្នឹងដែរប៉ុន្តែជាតារបស់លោកស្រីដែលជាឪពុករបស់លោក Alberto Fujimori ហ្នឹងគឺគាត់ជាជនជាតិជប៉ុនសុទ្ធសាធណាគាត់ធ្វើអន្តោប្រវេសន៍ពីប្រទេសជប៉ុនមកនៅពេរូហ្នឹងជាអ្នកជំនួញណាជាអ្នករកស៊ីខាងសំណង់ហើយក៏បានកើតលោក Alberto Fujimori មកคล้ายទៅជាអ្នកមានអ្នកបានអីហ្នឹងទៅគាត់ក៏រៀនសូត្របានចេះដឹងអីនៅទីក្រុងលីម៉ាហ្នឹងក្រោយមកគាត់បន្តសិក្សានៅសហរដ្ឋអាមេរិកហើយត្រឡប់មកវិញក៏មកប្រទេសហ្នឹងវិញអញ្ចឹងមានន័យថាគឺគាត់ដូចជាវាលែងមានអារម្មណ៍អីជាប់ជាពាក់ជាមួយនឹងប្រទេសជប៉ុនដែរព្រោះគាត់វាកើតនៅហ្នឹងណាជាធម្មតាច្បាប់សញ្ជាតិប្រទេសណាក៏ដូចប្រទេសណាតែកើតនៅហ្នឹងហើយគឺវាអារម្មណ៍ជាប់ជាពាក់បានសញ្ជាតិហ្នឹងជាប្រជាជាតិនៃប្រទេសហ្នឹងហើយណាដូច្នេះវាគេថាគាត់ដូចអត់មានអញ្ចឹងគាត់នៅក្នុងច្បាប់ប្រទេសពេរូគេគឺមានគាត់មានសិទ្ធិនៅក្នុងក្នុងការធ្វើនយោបាយដោយពលរដ្ឋដើមកំណើត origin នៃប្រទេសពេរូដូចគ្នាព្រោះគាត់វាដើមគាត់កើតនៅហ្នឹងគ្រាន់តែឈាមគាត់មកពីជប៉ុនប៉ុណ្ណឹងណាហ្នឹងហើយអញ្ចឹងគាត់បានចាប់ផ្ដើមធ្វើនយោបាយធ្វើអីទៅនៅក្នុងឆ្នាំ1990គាត់ក៏បានចូលឈ្មោះជាប្រធានាធិបតីខ្ញុំនិយាយកាត់ទេណាជាប្រធានាធិបតីនៃប្រទេសពេរូហើយក៏បានជាប់ឆ្នោតនៅក្នុងឆ្នាំ90ណាឆ្នាំ90គាត់បានឈ្នះឆ្នោតហើយកាន់តំណែងជាប្រធានាធិបតីបន្តរហូតមកដល់ឆ្នាំ2000ទើបមានបដិវត្តណាមានបដិវត្តផ្ដួលរំលំគាត់ដោយចោទពីបទឧក្រិដ្ឋកម្មនៃការធ្វើទុកបុកម្នេញទៅលើប្រជាពលរដ្ឋពេរូនៅក្នុងការកាន់អំណាចរបស់គាត់តាក់ទងទៅនឹងរឿងអំពើពុករលួយតាក់ទងអីជាដើមហ្នឹងហើយគាត់គឺជាប្រធានាធិបតីគេហៅប្រើកណ្ដាប់ដៃដែរដូចគ្នាណាប្រើកណ្ដាប់ដៃដូចគ្នាប៉ុន្តែវាបញ្ហាត្រង់ថាគឺវាជារបបផ្ដាច់ការណាជារបបផ្ដាច់ការហើយធ្វើទុកបុកម្នេញទៅលើក្រុមប្រឆាំងចាប់ដាក់គុកចាប់អីរហូតដល់រាប់ម៉ឺននាក់ប្រហែលជាជាង 30000 នាក់ណាប្រជាសម្រាប់ប្រជាពលរដ្ឋពេរូហ្នឹងប៉ុន្តែវាទប់អត់ជាប់ដូចខ្ញុំតែងតែនិយាយចឹងថាដែលផ្ដាច់ការប៉ុណ្ណាក៏ដោយប៉ុន្តែมันអាចទប់នឹងប្រជាពលរដ្ឋបានទេណាហើយតិចទៀតចាំយើងឆ្លោះបញ្ចាំងមកប្រទេសកម្ពុជាវិញថាតើយើងគួរធ្វើយ៉ាងម៉េចអញ្ចឹងយើងតាមការវិភាគរបស់អ្នកខាងសិក្សាផ្នែកសង្គមនិងនយោបាយនៅប្រទេសពេរូនេះថាតើវាជាកំហុសរបស់ពលរដ្ឋពេរូក្នុងការជ្រើសរើសប្រធានាធិបតីដែលជាមិនមែនពូជសាសន៍ខ្លួនឯងឈាមអាប្លាត់ពីដើមមកណាពី gen ពីដើមមកតើជាកំហុសឬក៏យ៉ាងម៉េចណាប៉ុន្តែវាបញ្ហាត្រង់ថាដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងថានៅប្រទេសពេរូគេអត់មានច្បាប់ហាមឃាត់ថាជនជាតិដើមកំណើតអីមិនឲ្យចូលឈ្មោះអីជាដើមក្រៅពីជនជាតិពេរូអីចឹងណាប៉ុន្តែគឺអ្នកណាក៏ដោយឲ្យតែកើតនៅប្រទេសពេរូគឺបានអាចចូលឈ្មោះជាអ្នកនយោបាយឬក៏អាចបោះឆ្នោតបោះអីបានអាហ្នឹងគេហៅសិទ្ធិខាងនយោបាយនៅក្នុងប្រទេសពេរូចឹងណាអញ្ចឹងខ្ញុំសង្ខេបនៃអំណាចនៃការគ្រប់គ្រងរបស់គាត់ប៉ុណ្ណឹងហើយក្រោយបដិវត្តទៅគាត់ក៏ដួលរំលំអំណាចរបស់គាត់ដោយសារតែប្រជាជនគាត់បះបោរណាដំបូងគាត់មានការគ្រប់គ្រងពីកងទ័ពពីអីចឹងដែរប៉ុន្តែដល់ពេលទប់មួយប្រជាជនអត់បានគាត់ក៏រត់ភៀសខ្លួនទៅនៅស្រុកកំណើតគាត់វិញឈាមកន្លែងដើមជីតារបស់គាត់វិញគឺប្រទេសជប៉ុនហើយក៏ជ្រកកោននៅទៅនោះទៅប៉ុន្តែនៅក្នុងឆ្នាំ2009ណាគាត់ក៏បានធ្វើដំណើរទៅប្រទេសឈីលីលោក Fujimori ហ្នឹងគាត់បានធ្វើដំណើរទៅប្រទេសឈីលីហើយយើងដឹងប្រព័ន្ធច្បាប់នៃប្រទេសឈីលីនៅក្នុងសម្ព័ន្ធអាមេរិកឡាទីនហ្នឹងគឺគេមានច្បាប់ថាដែលបើអ្នកណាធ្វើទុកបុកម្នេញធ្វើទរណកម្មព្រឹត្តបទឧក្រិដ្ឋអីទៅលើជនជាតិហ្នឹងគឺច្បាប់ប្រទេសឈីលីគឺគាត់អាចកាត់ទោសអ្នកក្រៅបានណា
ប្រសិនបើប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់គាត់ហ្នឹងចឹងហើយក៏គាត់បានចាប់លោកAlberto Fujimori រួចហើយយកទៅផ្ដន្ទាទោសដាក់គុកនៅទីនោះហើយក្រោយមកក៏ខាងប្រទេសពេរូគេសុំធ្វើបច្ចុប្បន្នណាបញ្ជូនលោកAlberto Fujimori ត្រឡប់មកជាប់អនុវត្តទោសនៅប្រទេសពេរូវិញរហូតទៅដល់គាត់ស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ2024នេះថ្មីនេះទេណាប៉ុន្តែឥឡូវនេះគឺកូនស្រីរបស់គាត់គឺលោកស្រី Keiko Fujimori ណាត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសឲ្យជាប់ជាប្រធានាធិបតីហើយយើងសួរថាហេតុអីបានជាកូនអតីតបើយើងគិតទៅមានបញ្ហាពីរណាទី1អតីតអ្នកផ្ដាច់ការដែលប្រជាជនប្រទេសពេរូបានផ្ដួលរំលំបានផ្ដួលរំលំហើយអានេះគឺដូចគ្នាទៅនឹងប្រទេសហ្វីលីពីនដូចគ្នាណាប្រទេសហ្វីលីពីនគឺលោក Ferdinand Marcos គាត់ជាអ្នកដឹកនាំផ្ដាច់ការឥឡូវនេះហើយពេលដឹកនាំផ្ដាច់ការហើយប្រជាជនធ្វើ people power អំណាចពលរដ្ឋឬក៏អំណាចប្រជាជនហ្នឹងគឺបានទម្លាក់លោក Ferdinand Marcos ចេញពីតំណែងចេញពីប្រធានាធិបតីទៅហើយគាត់ក៏រត់ភៀសខ្លួនទៅកោះហាវ៉ៃទៅអាមេរិកកាំងស្លាប់នៅហ្នឹងទៅឥឡូវនេះកូនរបស់គាត់គឺលោក Marcos Jr. គាត់បានជាប់ឆ្នោតជាប្រធានាធិបតីនៅប្រទេសហ្វីលីពីនដូចគ្នាអញ្ចឹងយើងប្រៀបធៀបយើងដូចគ្នាណាប្រៀបធៀបមើលវាមិនដូចគ្នាទេគេអត់ប្រើពាក្យ the same ទេគេប្រើពាក្យ similar ស្ថានភាពគឺដូចគ្នាសួរថាហេតុអីសួរថាហេតុអីបានជាដែលប្រជាពលរដ្ឋហ្វីលីពីនហើយនិងពេរូគាត់បានជ្រើសរើសនៅមេដឹកនាំបន្តវងតកូលពីមនុស្សឬក៏ពីមេដឹកនាំដែលគាត់បានធ្វើបដិវត្តរំលាក់ចោលអាហ្នឹងចឹងខ្ញុំអត់វិភាគច្រើននៅក្នុងប្រទេសហ្វីលីពីនទេគ្រាន់តែថានៅពេលដែលគាត់ឈរឈ្មោះជាប្រធានាធិបតីនៅប្រទេសហ្វីលីពីនគឺគាត់បានបញ្យលអាហ្នឹងខ្ញុំនិយាយរឿងលោកMarcos Jr. បន្តិចណានៅប្រទេសហ្វីលីពីនបន្តិចគាត់បានប្រាប់ប្រជាពលរដ្ឋថាកុំគិតថាគាត់ហើយនឹងឪពុកគាត់ដូចគ្នាណាឥឡូវឲ្យបងប្អូនសាកមើលម្ដងទៀតទៅណាឥឡូវគេសាកមែនឥឡូវមើលយើងរហូតមកដល់ពេលនេះគាត់ចូលដល់ចិត្តពាក់កណ្ដាលអាណត្តិហើយមួយឆ្នាំជាងហ្នឹងណាប៉ុន្តែហ្វីលីពីនអាណត្តិប្រធានាធិបតី7ឆ្នាំណាអញ្ចឹងឥឡូវនេះយើងមើលទៅដូចជាអត់មានអីអត់ដើរតាមកន្លងឪពុកអត់ដើរតាមកន្លងឪពុកប៉ុន្តែវាខុសត្រង់ថាយើងនៅយើងនេះប្រជាជនអត់ជ្រើសរើសហើយជាជនជ្រើសរើសបកប៉ុន្តែអត់ជ្រើសរើសមនុស្សទេដល់ជ្រើសរើសបកទៅអាបកហ្នឹងដាក់មនុស្សមកដាក់កូនមកមើលទៅដូចជាស្លឹកឈើវាអត់ជ្រុះឆ្ងាយពីគល់ប៉ុន្តែបើយើងធៀបទៅប្រទេសហ្វីលីពីនគឺយើងឃើញថាវាដូចរៀងឆ្ងាយពីគល់បន្តិចឥឡូវយើងឃើញថាដែលលោកMarcosគាត់Marcosកូននេះណាគាត់ដឹកនាំប្រទេសហាក់ដូចជាមិនដើរតាមដានឪពុករបស់គាត់ហើយគាត់បានសន្យាថាមិនឲ្យប្រជាជនហ្វីលីពីនខកចិត្តដោយឪពុករបស់គាត់ទេណាឥឡូវយើងចាំមើលតទៀតព្រោះឥឡូវទើបតែមួយឆ្នាំជាងទេណាហើយប៉ុន្តែដោយសារអញ្ចឹងដោយសារគាត់មានលទ្ធភាពចូលមកធ្វើនយោបាយវិញចូលមកក្នុងប្រទេសវិញដំបូងគាត់ចូលទៅជាមួយនឹងលោកឌុយតេតេដែលជាប្រធានាធិបតីមុនឥឡូវកំពុងជាប់គុកនៅតុលាការ ICC ហើយដល់អញ្ចឹងទៅគាត់ចូលជ្រកតាមហ្នឹងទៅក្រោយមកគាត់បំបែកខ្លួនចេញពីឌុយតេតេហើយមកឈរឈ្មោះខ្លួនឯងហើយគាត់បានជួយចាប់លោកឌុយតេតេទៅឲ្យ ICC បន្ថែមទៀតហ្នឹងណាអញ្ចឹងយើងឃើញថាបញ្ហាមួយដែលយើងអាចវិភាគបានថាជួនអីចរិតរបស់អ្នកចំនួនក្រោយមិនប្រកាសថាដូចអ្នកមុនទេអានឹងការសន្និដ្ឋានរបស់ខ្ញុំណាมันប្រកាសថាដូចទេប៉ុន្តែឥឡូវនេះកម្ពុជាវាដូចជាអត់មានអីខុសពីមុនទេណាដូចជាចង់សាហាវជាងបន្តិចឬក៏យ៉ាងម៉េចអីទេបងប្អូនអាចដឹងឯងពីព្រោះមុនដូចមិនខុសដៃយកដៃខុសជើងយកទេប៉ុន្តែក្រោយនេះដូចរៀងស្ងាត់ប៉ុន្តែអាចចាប់យកដែរគ្រាន់តែរិះគន់ពីរឿងទឹកដីរឿងស្អីហ្នឹងគឺចាប់យកឥឡូវ
យើងគឺមើលឃើញបញ្ហាហ្នឹងគឺមានន័យថាបានជន់ដានឪពុកប៉ុន្តែនៅហ្វីលីពីនគឺដូចជាមិនជន់ដានឪពុកទេឥឡូវយើងត្រឡប់មកមើលប្រទេសប៉េរូម្ដងទៀតណាឥឡូវនេះដូចខ្ញុំបានបញ្ជាក់មិញអញ្ចឹងគឺលោកស្រីគីកូហ្វីជូមេរីគាត់បានជាប់ឆ្នោតហើយហេតុផលដែលគាត់ជាប់ឆ្នោតគឺមាន3-4ចំណុចណាឥឡូវខ្ញុំចាំបានប្រហែលណាយកប៉ុណ្ណឹងទៅអានេះបើតាមការវិភាគរបស់ខ្ញុំណាទី1គឺដោយសារឥឡូវនេះគាត់បានคล้ายទៅជាគេហៅស្ត្រីដៃថែបទី3នៃពិភពលោកអញ្ចឹងណាអានេះទី1ណាទី1គឺស្រីតៃអ៊ីនវ៉ែនប្រធានាធិបតីតៃវ៉ាន់ឥឡូវគាត់អស់អាណត្តិរបស់គាត់មិនអស់តំណែងទេគាត់អស់អាណត្តិរបស់គាត់ជាប់ទៅឡើងមកលោកក្រោយនេះហើយអញ្ចឹងអានឹងដៃថែបទី1ដៃថែបទី2ស្ត្រីដៃថែបទី2គឺលោកស្រីសាណែតាកាជីនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្នស្រីដូចគ្នាហើយសិតក្តាប់ដៃដូចគ្នាឬក៏គេហៅស្ត្រីដៃថែបណាដូចគ្នាឥឡូវនេះគាត់បានប្រើយុទ្ធសាស្ត្រលោកស្រីគីកូគាត់បានប្រើយុទ្ធសាស្ត្រហ្នឹងណាទៅឃោសនានៅប្រទេសប៉េរូប្រជាពលរដ្ឋប៉េរូភ្លុកទឹកភ្លុកដីប៉ុន្តែភាគច្រើនគាត់ឈ្នះដោយសារតែប្រព័ន្ធច្បាប់របស់ប្រទេសប៉េរូគេអនុញ្ញាតឲ្យពលរដ្ឋប៉េរូដែលរស់នៅក្រៅប្រទេសអាចបោះឆ្នោតបានអញ្ចឹងទៅភាគច្រើនគាត់ឈ្នះឆ្នោតពីពលរដ្ឋនៃប្រទេសប៉េរូដែលនៅក្រៅប្រទេសណាសម្រាប់លោកស្រីអញ្ចឹងហេតុផលទី1ដែលលោកស្រីឈ្នះឆ្នោតគឺដោយសារគេចាត់ទុកលោកស្រីជាស្ត្រីដែលថាឲ្យគាត់សន្យាថាគាត់នឹងកម្ចាត់រាល់បទឧក្រិដ្ឋដែលកំពុងកើតមានយាយីប្រទេសប៉េរូបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរតាំងពីគ្រឿងញៀនតាំងពីឧក្រិដ្ឋកម្មផ្សេងទៀតឆបោកប្រព័ន្ធអនឡាញអីជាដើមហ្នឹងគឺគាត់សន្យាថាគាត់នឹងកំទេចអាហ្នឹងអស់ណាគាត់កំទេចអស់ហើយទី2គឺវាតាក់ទងនឹងវងតកូលដែរអ្វីត្បិតតែឪពុករបស់គាត់គឺជាជនបដិការប៉ុន្តែគាត់បានជួយប្រទេសប៉េរូច្រើនចំណុចសំខាន់របស់គាត់គឺគាត់ប្រឆាំងពួកម៉ៅនិយមគឺបានទប់មិនអោយប្រទេសប៉េរូធ្លាក់ចូលទៅក្នុងរបបកុម្មុយនីសណាដូចនេប៉ាល់ធ្លាក់ទៅបន្តិចដែរណាក្រោយមកខ្ញុំសរសើរខាងនេប៉ាល់ដែរខ្ញុំត្រឡប់ទៅបើកវងចោតតិចនិយាយពីប្រទេសនេប៉ាល់គឺពេលហ្នឹងគឺពួកកុម្មុយនីសម៉ៅនិយមនៅនេប៉ាល់ក៏បានប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាលរបស់គណៈបក Congress នៅនេប៉ាល់ហ្នឹងហើយប្រយុទ្ធទៅវិញទៅមកក៏មានការសម្របសម្រួលឲ្យចូលការបោះឆ្នោតទៅប្រជាជននេប៉ាល់គាត់សម្រួលមិនទៅចេះស្រាប់តែទៅឆ្លាញ់ពួកកុម្មុយនីសហ្នឹងដល់ទៅពេលឆ្លាញ់ពួកកុម្មុយនីសវាសំណាងពួកសភាគណៈបក Congress គេរៀងច្រើនដែរអីដើរទៅទប់ពួកហ្នឹងបានអត់បានឲ្យកាន់អំណាចបន្តប៉ុន្តែឥឡូវពួកនេះអត់រត់ទៅកាន់កំភ្លើងនៅព្រៃវិញទេនៅបន្តតស៊ូនៅក្នុងប្រទេសនេប៉ាល់ដដែលណាប៉ុន្តែយើងត្រឡប់មកពេលរូវិញគឺអានេះជាស្នាដៃរបស់ពុកគាត់ទី1វាពុករលួយវាផ្ដាច់ការប៉ុន្តែតាក់ទងនឹងបញ្ហាសេដ្ឋកិច្ចគឺប្រជាជនប៉េរូអាចទទួលយកបានណាអញ្ចឹងកំហុសគាត់តែ2ទេគឺពុករលួយនិងផ្ដាច់ការណាពុករលួយផ្ដាច់ការប៉ុន្តែជាគុណសម្បត្តិរបស់គាត់គឺគាត់ទប់ពួកកុម្មុយនីសហ្នឹងដោយខ្ញុំថាកុម្មុយនីសម៉ៅគឺអត់ឲ្យកើតមាននៅក្នុងប្រទេសប៉េរូអានេះជាគុណសម្បត្តិរហូតទៅដល់គុណសម្បត្តិនេះអាចឲ្យកូនស្រីរបស់គាត់ដែលឈ្នះឆ្នោតបច្ចុប្បន្ននេះយកធ្វើជាកេរមរតកណាសម្រាប់ទៅឃោសនាបោះឆ្នោតអញ្ចឹងហើយអានឹងជាចំណុចទី2ដែលធ្វើឲ្យកូនស្រីគាត់អាចឈ្នះឆ្នោតនៅក្នុងប្រទេសប៉េរូហើយចំណុចទី3គឺដោយសារតែមានការជ្រុំជ្រែងណាជាសម្ងាត់ពីសហរដ្ឋអាមេរិកណាហើយនៅពីប្រទេសជប៉ុនដែលជាស្រុកជាដូនជាតាគាត់ហ្នឹងហើយជាប្រវត្តិពេលរូបគេវិភាគថាបើត្រូវមួយជប៉ុនមែនអីឡើងវិញគេមិនខ្វល់ពីរឿងជាតិសាសន៍គេមានប្រព័ន្ធច្បាប់គេថាគេមិនអោយលោកស្រីនឹងអាចទាញផលប្រយោជន៍ពីប្រទេសប៉េរូទៅឲ្យប្រទេសជប៉ុនទេដូច្នេះប្រជាពលរដ្ឋគេសង្ឃឹមថាលោកស្រីគីកូនឹងទាញផលប្រយោជន៍ពីជប៉ុនមកបម្រើឲ្យផលប្រយោជន៍ជាតិរបស់គាត់នេះនៅប្រទេសប៉េរូនេះអញ្ចឹងអានឹងជា
ជាចំណុចទី3ដែលមានការជ្រុំជ្រែងហ្នឹងពីប្រទេសដែលជាមហាអំណាចទាំងជប៉ុនទាំងអាមេរិកក្តីហ្នឹងហើយក៏យើងឃើញដែរចំណុចទី4ខ្ញុំចង់មិញនិយាយពីចំណុចទី3ចំណុចទី4គឺនិយាយមានន័យថាកត្តាដែលគាត់ឆ្នះឆ្នោតដោយសារតែវាស្ថានភាពនៃការវិវត្តណានៃភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាមេរិកឡាទីននេះគឺយើងឃើញពួកស្ដាំនិយមហ្នឹងពួកខាងមនុស្សមានគំនិតទំនោរទៅរកខាងដែលអាមេរិកទៅរកខាងសេរីនិយមហ្នឹងគឺមានការកើនឡើងដូចជានៅអាហ្សង់ទីនណាដូចជានៅអែលសាវ៉ាដ័រដែលជានៅអេក្វាដ័រដូចជានៅស្អីហ្នឹងគឺពី3ប្រទេសទៀតណាគឺបានហើយឥឡូវហ្នឹងវេណេស៊ុយឡាហ្នឹងគឺលោកស្រីក្រោយនេះគឺក៏មាននិន្នាការកណ្ដាលនិយមយើងថាកណ្ដាលនិយមទៅក្រោយពីប្រធានាធិបតីត្រាំគាត់បានដួលរំលំលោកម៉ាដូរ៉ូទៅអញ្ចឹងលោកស្រីក្រោយឡើងមកគឺបានធ្វើឲ្យប្រទេសវេណេស៊ុយคล้ายទៅជាភូមិសាស្ត្រនយោបាយមួយដែលអាចឲ្យអាមេរិកជន់នៅទីនោះបានអញ្ចឹងហើយបានជាការវិវត្តនៃភូមិសាស្ត្រនយោបាយនេះក៏គឺជាកត្តាមួយដែលជំរុញឲ្យលោកស្រីគីកូអាចឈ្នះឆ្នោតបានឈ្នះឆ្នោតមិនមែនអាចណាព្រោះឈ្នះហើយឥឡូវនេះបានឈ្នះឆ្នោតជាប្រធានាធិបតីអញ្ចឹងអ្វីដែលយើងរងចាំបន្តគឺបន្តថាតើគាត់ជន់ដានឪពុកផ្នែកគោលនយោបាយកម្ចាត់ពួកប្រឆាំងឬក៏គាត់ទាញផលប្រយោជន៍ពីប៉េរូទៅបម្រើផលប្រយោជន៍ជប៉ុនអីយ៉ាងម៉េចប៉ុន្តែសូម្បីតែឪពុកគាត់ក៏មិនទាញផលប្រយោជន៍ពីប៉េរូទៅឲ្យជប៉ុនអីប្រហែលដែរគឺបញ្ហាដូចខ្ញុំជំរាបមិនអញ្ចឹងថាមានតែ2ទេគឺតាក់ទងទៅនឹងរឿងពុករលួយហើយនឹងរឿងផ្ដាច់ការណាចាប់អ្នកប្រឆាំងប៉ុន្តែដូចខ្ញុំបញ្ជាក់មិនអញ្ចឹងណាវាផ្ដាច់ការក៏ដោយសារតែរឿងការនោះវាមានពួកម៉ៅនិយមពួកកុម្មុយនីសម៉ៅនិយមគឺពួកម៉ៅសេតុងហ្នឹងណាពួកម៉ៅអ៊ីសហ្នឹងគឺគាត់ទៅអុកឡុកនៅតំបន់អាមេរិកឡាទីនហ្នឹងគាត់អុកនៅអាស៊ីខាងត្បូងផងនៅអុកឡុកនៅអាស៊ីខាងត្បូងបានជោគជ័យនៅនេប៉ាល់នៅអីទៅក៏បន្តអុកឡុកនៅតំបន់ហ្នឹងដែរដូច្នេះជាស្នាដៃល្អគឺដោយសារតែលោកម៉ូរីគាត់បានទប់បានណាអញ្ចឹងឥឡូវអ្វីដែលប្រជាពលរដ្ឋប៉េរូគាត់កំពុងរងចាំមើលតទៅទៀតថាតើការរំពឹងទុករបស់ពលរដ្ឋប៉េរូនឹងថាតើអាចបានជោគជ័យប៉ុណ្ណាហើយដោយក្តីរំពឹងទុកឬដោយការឃោសនាឬក៏ការបដិញ្ញាចិត្តរបស់លោកស្រីឬយ៉ាងណាអានេះយើងរងចាំយើងត្រឡប់មកឆ្លុះបញ្ចាំងនៅកម្ពុជាណាខ្ញុំឃើញមិនជានយោបាយទេប៉ុន្តែវាមិនជានយោបាយរបស់រដ្ឋាភិបាលប៉ុន្តែវាជានយោបាយរបស់ក្រមប្រឆាំងមួយចំនួនណាជាទស្សនៈវាល្អតែរឿងប្រយ័ត្នប្រយែងព្រោះយើងយកស្អីប្រទេសប៉េរូមិនជាគំរូអីចឹងវាល្អណាឬជនជាតិសាសផ្សេងមកគ្រប់គ្រងប៉ុន្តែពីប៉េរូទៅជប៉ុនវាឆ្ងាយវាអត់មានព្រំដែនជាប់គ្នាដូចយើងហើយនឹងយួនហើយនឹងថៃឬក៏លាវទេណាចឹងហើយជាធម្មតាប្រទេសដែលមានភូមិផងរបងជាប់គ្នាអញ្ចឹងក៏គេពិបាកនឹងទាញគេពិបាកទទួលយកមកថាឥឡូវជនជាតិថៃប្រទេសថៃពេលបោះឆ្នោតដែលឃើញយើងដើមកណាត់ខ្មែរអីអញ្ចឹងទៅគេពិបាកនឹងឲ្យការគ្រប់គ្រងអីចឹងឧបមាទេណាប៉ុន្តែយើងហើយជាមួយនឹងវៀតណាមឥឡូវនេះអាការលៀបពណ៌របស់គណៈបកប្រឆាំងស្អីអានេះយួនអានោះស្អីហ្នឹងណាខ្ញុំថារឿងប្រយ័ត្នប្រយែងវាត្រូវហើយប៉ុន្តែជាគោលការណ៍នៅក្នុងច្បាប់សញ្ជាតិក្តីជាគោលការណ៍នៃសិទ្ធិជាសកលដីគឺមានន័យថាបើគេកើតនៅលើទឹកដីហ្នឹងហើយគឺជាពលរដ្ឋនៃប្រទេសហ្នឹងហើយអញ្ចឹងកាលណាពលរដ្ឋនៃប្រទេសហ្នឹងគឺត្រូវតែបំរើផលប្រយោជន៍នៃប្រជាជាតិខ្លួនឯងណាវាអត់មានប្រយោជន៍នៃឯងត្រូវដើមកំណើតមកពីណាត្រូវបំរើប៉ុន្តែទោះបីយ៉ាងណាក៏យើងត្រូវប្រយ័ត្នប្រយែងដែរពីព្រោះយើងឃើញបទពិសោធន៍នៅប្រទេសអាមេរិកអីសពថ្ងៃហ្នឹងគឺពួកចិនដែលបញ្ជូនទៅកើតនៅនឹងធំដឹងក្តីពេញវ័យចូលរៀនសូត្រចេះដឹងក្រោយមកคลายខ្លួនទៅជាអ្នកវិទ្យាសាស្ត្រហើយបែរជាទៅបំរើឲ្យធ្វើជាចារកម្មឲ្យបកគុំនេះចិនអីវិញជាដើមហ្នឹងណែព្រោះចិនឥឡូវគាត់មានលុយដល់ពេលមានលុយទៅគាត់ដើរទិញអាដើមកំណើតជាតិរបស់គាត់នឹងប្រទេសនេះប្រទេសនោះហើយយកទៅបំរើគាត់ជាចារកម្ម
chẳng anh đi tí môi chúng ta dương rươngประหยัด ជាមួយ នឹង Việt Nam ជាមួយ Yun នេះ គឺ ជា រឿង ល្អ ប៉ុន្តែ កុំ រហូត ទៅ ដល់ ការ រើសអើង ពូជ សាសន៍ អា នេះ ខ្ញុំ គ្រាន់ តែ សូម ជម្រាប ប៉ុណ្ណឹង ថា ធ្វើ ម៉េច កុំ ឲ្យ ឈាន ទៅ ដល់ ការ រើសអើង ពូជ សាសន៍ ពី ព្រោះ វា ជា វិបត្តិ មួយ ធ្ងន់ធ្ងរ ហើយ វា ជា កំហុស មួយ ដែល សហគមន៍ អន្តរជាតិ គេ នឹង ថ្កោល ទោស យើង ហើយ ណា ហើយ ខ្ញុំ ត្រឡប់ មក និយាយ រឿង ប្រវត្តិ នៅ ថៃ យើង ដឹង ហើយ តាំង ពី ខ្ញុំ មិន និយាយ ពី តកូល ឬ ក៏ វង ស័ព្ទ របស់ ចក្រី អី ឯកសារ ខ្លះ ថា លោក មាន ដើម កំណើត ជា ដូនតា លោក មក ពី ខាង ខេត្ត ខាង ខ្មែរ ខាង អី ចឹង ដើម ណា អា ហ្នឹង ខ្លះ ទេ ហើយ ប៉ុន្តែ បើ យើង មើល ជាក់ ស្ដែង គឺ ទី 1 លោក ខួង អភ័យវង្ស ណា ជា នាយក រដ្ឋមន្ត្រី ទី 4 នៃ ប្រទេស ថៃ ក្រោយ បដិវត្តន៍ នៅ ប្រទេស ថៃ ឆ្នាំ 1932 ហ្នឹង គឺ លោក ជា កូន ប្រុស របស់ ចៅហ្វាយ ខេត្ត បាត់ដំបង កថា ថនឈុំ ហ្នឹង ហើយ ក្រោយ ពី បារាំង ចូល កាន់កាប់ បាត់ដំបង ទៅ លោក អត់ ព្រម នៅ ក្រោម បារាំង លោក ធ្វើ ដំណើរ មក នៅ រួម រស់ ជាមួយ ថៃ ហើយ កូន ប្រុស គាត់ ក្រោយ មក ក្លាយ ជា ជា អ្នក ស្ថាបនិក គណៈបកប្រជាធិបតេយ្យ ទី 1 ក្រោយ បដិវត្តន៍ ហើយ ជា ប្រធាន គណៈបកប្រជាធិបតេយ្យ ជា នាយក រដ្ឋមន្ត្រី ទី 1 នៃ គណៈបកប្រជាធិបតេយ្យ ដែល គ្រប់គ្រង ប្រទេស ថៃ ដូច្នេះ ខ្ញុំ គ្រាន់តែ ដឹង តិចតិច ថា នៅ ប្រទេស ថៃ ក៏ ដូច គ្នា នឹង ប្រទេស ពេរូ ដែរ ណា គឺ គេ អត់ មាន គិត ថា អ្នក ឯង ដើម កំណើត ស្អី ឈាម មក ពី ណា ពី ណី ព្រោះ នៅ ប្រទេស ថៃ នេះ គឺ គេ រឿង ពិបាក នៅ ក្នុង ការ កំណត់ ថា នរណា ជា ដើម នរណា ជា ចុង ណា អញ្ចឹង ណា ជា ជន ជាតិ ដើម ជា ជន ជាតិ ចុង ណា អញ្ចឹង ចឹង ហើយ បាន ជា គេ ថា ឲ្យ តែ អ្នក ឯង បាន កើត នៅ លើ ទឹក ដី ថៃ កាន់ អត្តសញ្ញាណ ថៃ អត្តសញ្ញាណ ប័ណ្ណ ថៃ គឺ អ្នក ឯង ជា ពលរដ្ឋ ថៃ ត្រូវ តែ បម្រើ ផល ប្រយោជន៍ ថៃ ណា យើង មើល បើវចនា របស់ ទាហាន គេ ក៏ ដឹង ហើយ គេ ថា for our nation, for our people and for our king គេ ប្រែ មក ថា ដើម្បី ជាតិ យើង ដើម្បី ប្រជា ពលរដ្ឋ យើង និង ដើម្បី ព្រះ មហាក្សត្រ របស់ យើង អា ហ្នឹង ទាហាន គេ អញ្ចឹង ណា ដូច្នេះ អ្នក ណា ក៏ ដោយ មាន ដើម កំណើត ឈាម ជា ស្អី ក៏ ដោយ ឲ្យ តែ កើត នៅ លើ ទឹក ដី ថៃ អ្នក ឯង ត្រូវ តែ ការពារ ផល ប្រយោជន៍ ឧត្តម ប្រយោជន៍ របស់ ជាតិ ថៃ អា នេះ គឺជា អញ្ចឹង ខ្ញុំ យើង បន្ទាប់ មក ទៀត លោក សរិទ្ធ ធនរដ្ឋ នាយក រដ្ឋមន្ត្រី ឬ ក៏ លោក សេនា សេនា ប្រមុខ សរិទ្ធ ធនរដ្ឋ ក្នុង ឆ្នាំ 1962 នៅ ពេល ដែល យើង មាន រឿង ក្តី ព្រះវហី អី ហ្នឹង លោក ក៏ មាន ពាក់កណ្ដាល ឈាម ពាក់កណ្ដាល ជា គាត់ ជា ខ្មែរ ដែល ជា អ្នក បាត់ដំបង ដូច គ្នា ណា ម្ដាយ គាត់ គឺ គេ ហៅ ថៃ អេសាន ហើយ ឪពុក គាត់ គឺជា អ្នក បាត់ដំបង នឹង ឯង ណា អញ្ចឹង ហើយ ក្រោយ មក គាត់ ធ្វើ ជា មេទ័ព ក្រោយ ពី មេទ័ព គាត់ ធ្វើ រដ្ឋប្រហារ ទម្លាក់ មិត្តភក្តិ របស់ គាត់ ពី បុល សង្គ្រាម ហ្នឹង គាត់ ឡើង ធ្វើ សេនា ប្រមុខ ខ្លួន ឯង សេនា ប្រមុខ មាន ន័យ ថា កាន់ ទាំង រដ្ឋាភិបាល កាន់ ទាំង ទ័ព មាន ន័យ ថា អញ្ចឹង ណា ហើយ ក្រោយ មក ក៏ គាត់ ចាញ់ ក្តី ព្រះវិហារ ទៅ អី ទៅ ក៏ គេ និរទេស គាត់ ទៅ ស្លាប់ នៅ ប្រទេស អង់គ្លេស ទៅ អញ្ចឹង ណា ហើយ ក្រោយ មក ទៀត ក៏ ឃើញ នាយក រដ្ឋមន្ត្រី ខ្លះ ក៏ អាច មាន ឈាម ជាប់ ជាមួយ នឹង ខ្មែរ នឹង ច្រើន ហើយ អ្នក ខ្លះ ថា អូ ថៃ ឲ្យ តែ លឺ មាន ជាប់ ឈាម ខ្មែរ វា មិន ឲ្យ ធ្វើ ធំ ហើយ ធ្វើ ធំ ហើយ ធ្វើ ដល់ នាយក រដ្ឋមន្ត្រី ហើយ បើ តាម ខ្ញុំ ដឹង មេទ័ព អាកាស ឬ ក៏ មេទ័ព ខ្លះ ហ្នឹង ក៏ មាន ឈាម អ្នក បាត់ដំបង អ្នក អី ច្រើន ដែរ ណា ចឹង ណា ប៉ុន្តែ វា ភ្លេច គាត់ ភ្លេច កំណើត ភ្លេច អី អស់ ហើយ ព្រោះ គាត់ វា កើត នៅ នេះ ដូច ខ្ញុំ ជជែក ខាង ដើម ចឹង ហើយ យើង កុំ បន្ទោស គេ ថា ឯង ភ្លេច កំណើត ព្រោះ កំណើត អី កំណើត គេ នៅ ទឹក ដី ថៃ ដូច្នេះ ឲ្យ គេ ទៅ នោះ មិន កើត ព្រោះ ហើយ យើង ជេរ គេ ថា គេ ភ្លេច កំណើត មិន កើត ព្រោះ គេ កើត នេះ អញ្ចឹង អា ហ្នឹង យើង មិន អាច ចោទ ប្រកាន់ ផង មិន អាច បន្ទោស គេ ក៏ បាន ដែរ ឧទាហរណ៍ ថា ពួក ពលរដ្ឋ ខ្មែរ យើង ទៅ អូស្ត្រាលី ទៅ នៅ ប្រទេស ទី 3 ទៅ អាមេរិកកាំង ទៅ បារាំង អី ជា ដើម ហ្នឹង នៅ ពេល ដែល គាត់ ធ្វើ ធំ ឲ្យ គាត់ ការពារ ផល ប្រយោជន៍ ខ្ញុំ និយាយ ពី អ្នក កើត នៅ ហ្នឹង ឬ ក៏ អ្នក បាន សញ្ជាតិ អី នៅ ហ្នឹង ក៏ ដោយ ទៅ ក្រោយ កើត នៅ ស្រុក ខ្មែរ ក៏ ដោយ ប៉ុន្តែ គាត់ បាន សញ្ជាតិ ចូល ហើយ ក្រោយ មក ឈ្មោះ ជា អ្នក នយោបាយ គាត់ ត្រូវ តែ ការពារ ពលរដ្ឋ ធម្មតា ក៏ ដោយ មិន បាច់ ដល់ អ្នក នយោបាយ ទេ ណា ត្រូវ តែ ការពារ ផល ប្រយោជន៍ នៃ ជាតិ ដែល ខ្លួន កំពុង កាន់ អត្តសញ្ញាណ ហ្នឹង ណា អា ហ្នឹង គឺជា ច្បាប់ ជា ច្បាប់ ណា
វាត្រូវតែអញ្ចឹងហើយយើងកុំជេរកុំបន្ទោសគេថាគេភ្លេចជាតិភ្លេចកំណើតអីវាអត់មាននរណាភ្លេចទេណាហើយព្រោះដូចខ្ញុំបញ្ជាក់កាលពីคลิปមុនអញ្ចឹងថាអារម្មណ៍នៃការជាប់ជំពាក់នៃជាតិរបស់យើងនឹងទី1កំណើតទី2អារឿងច្បាប់ហ្នឹងណាអាមួយកំណើតគឺមានន័យថាយើងកើតនៅហ្នឹងឈាមយើងនៅហ្នឹងយើងជាប់ជំពាក់នឹងអាហ្នឹងហ្នឹងហើយប៉ុន្តែជាប់ជំពាក់មួយទៀតកាតព្វកិច្ចខាងផ្លូវច្បាប់នេះគឺមានន័យថាយើងកំពុងតែកាន់អត្តសញ្ញាណនៃជាតិហ្នឹងគឺយើងត្រូវតែបំពេញកាតព្វកិច្ចនៅក្នុងណាប៉ុន្តែអារឿងនៅប្រទេសកំណើតនៅស្រុកកំណើតវាមិនមែនជាកាតព្វកិច្ចទេវាគ្រាន់ថាជាកាតព្វកិច្ចខាងសិលធម៌មិនកាតព្វកិច្ចខាងផ្លូវច្បាប់ទេណាយើងត្រូវតែនឹកគុណយើងត្រូវតែអីអាហ្នឹងវាអត់នេះព្រោះមាតុភូមិផ្លាប់ផ្ដល់អំណាចឲ្យយើងចេះនិយាយអញ្ចឹងទៅណាប៉ុន្តែវាមិនមែនជាកាតព្វកិច្ចផ្លូវច្បាប់ទេវាគ្រាន់តែជាកាតព្វកិច្ចខាងមនោសញ្ចេតនាណាឬក៏អារម្មណ៍ដែលយើងមានឈាមជ័រយើងមានដើមកណើតអីមកពីហ្នឹងអីជាដើមហ្នឹងអញ្ចឹងជាការសន្និដ្ឋានរបស់ខ្ញុំសរុបមកវិញអ្វីដែលខ្ញុំបានលើកឧទាហរណ៍នៃប្រទេសប៉េរូឬក៏ហ្វីលីពីនស្អីហ្នឹងឲ្យមកឆ្លោះបញ្ចាំងពីរឿងនយោបាយនៅកម្ពុជាណានៅពេលដែលយើងคลายទៅជាអ្នកដឹកនាំឬក៏ជាពលរដ្ឋទៅមានកាតព្វកិច្ចក្នុងការបំពេញករណីកិច្ចបោះឆ្នោតអីជាដើមគឺយើងត្រូវពិចារណាថាតើជាតិសាសន៍ណាឬក៏ដើមកំណើតដែលការពារផលប្រយោជន៍ហើយខ្ញុំក៏ធ្លាប់ឮដែរលោកជំទាវជូឡុងស៊ូមារាគាត់ភរិយាលោកសំរងស៊ីណាគាត់ក៏ធ្លាប់ដែរគាត់ថាកុំខ្វល់ព្រោះគាត់កាលវាមានការរិះគន់ខ្លះនៅក្នុងគណៈបកសំរងស៊ីហ្នឹងថាមានអានេះយួនអានោះយួនទេខ្ញុំមិនលើកចំឈ្មោះទេណាថាអានេះយួនណាប៉ុន្តែដល់គួយក្រោយមកគាត់ឮសគីតិចហ្នឹងគាត់ក៏មកច្អល់មុខច្អល់អ្នកនិយាយហ្នឹងអីហ្នឹងពេលក្នុងអង្គប្រជុំហ្នឹងគាត់ថាកុំគិតអានេះយួនអានោះខ្មែរអានោះស្អីគាត់ថាគាត់ហ្នឹងក៏ជាប់ឈាមយួនហ្នឹងតិចចិនច្រើនអីចឹងទៅណាខ្មែរនឹងតិចមែនទែនគ្រាន់គាត់កើតនៅលើទឹកដីហ្នឹងឯងប៉ុន្តែវាអត់មានឈាមអីនេះទេប៉ុន្តែសំខាន់ថាតើពួកគាត់ឬក៏ក្រុមគាត់ដែលអ្នកមានឈាមកំណើតមកពីនោះការពារផលប្រយោជន៍ខ្មែរបែបណាអានេះដែលយើងត្រូវពិចារណានៅពេលដែលយើងធ្វើនយោបាយនៅពេលយើងបំពេញករណីចកិច្ចក្នុងនាមពលរដ្ឋតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា